បាទសូមគោរពជម្រាបសួរទៅដល់ពុកម៉ែបងប្អូនយើងទៀតដែរបាទវិលត្រឡប់មកជួប admin សំណាងទៀតហើយបាទសម្រាប់ថ្ងៃទី26ខែ6ឆ្នាំ2026នេះបាទ admin ក៏មានតម្រុយចែកជូនពុកម៉ែបងប្អូនយើងទស្សនាដែរបាទមុននឹងឈានចូលទៅកាន់ការចែកតម្រុយ admin ចង់ឲ្យពុកម៉ែបងប្អូនបាទមកទស្សនាតម្រុយ admin កាលពីម្សិលមិញណាថ្ងៃទី25តម្រុយថ្ងៃទី25 admin ណាបាទមានបងប្អូនណាបានចាក់តាម admin អត់បាទស្រាប់លេខ admin ក៏មានចូលដែរបាទចូលបាទចូលថ្ងៃទី25ហ្នឹង admin ឲ្យ88ពុកម៉ែបងប្អូនបាទឲ្យ88បាទចេញ85បាទ85 84 84 2ប៉ោះ84 2ប៉ោះ85 1ប៉ោះអញ្ចឹងណាបាទពុកម៉ែបងប្អូនបាទស្រាប់ម៉ោង6 admin ចូលបាទម៉ោង6 admin ចូលចំឲ្យលេខតូចយើងណាបាទចូល36បាទប៉ុស A 36ប៉ុស A ណាបាទចូល36ប៉ុស A បានប៉ុសដែរបាទចូលចំប៉ុស A បាទលេខធំយើងអត់មានចូលទេបាទលេខធំស្រាប់លេខអូថ្ងៃនេះក៏អត់ចូលដែរបាទចូលបាន36ប៉ុស A ម៉ោង6ណាបាទពុកម៉ែបងប្អូនអត់ជឿទេបាទអាចវាយទៅមើល live បានបាទវាយទៅមើល live ក៏ដូចជាតម្រុយ admin ឲ្យថាទៅមើលបញ្ជាក់ថា admin ខកឬមិនខកចូលវាយមើលតម្រុយ admin ផុសកាលពីម្សិលមិញណាបាទមានតែប៉ុណ្្នឹងទេបាទសម្រាប់លេខ admin គឺអាច call មក admin បានបាទ call មកសួរអីចឹងណាបាទ call មក admin ល្ងាចមិញបាទម៉ោង2ដូចជាម៉ោង2បាទម៉ោង2ម៉ោង3មានបងស្រីគាត់ទេមក admin ណាគាត់សុំលេខម៉ោង4សុំលេខម៉ោង4 admin ឲ្យ84គាត់ហេងដែរគាត់ចូលបាន2ប៉ុសគាត់ចាក់1000ចូល84 2ប៉ុសបាទគាត់ហេងដែរហេងប្រយបាទសម្រាប់ថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទចូលទៅកាន់ការឲ្យតម្រុយទាំងអស់គ្នាណាបាទសម្រាប់លេខតូចយើងបាទលេខតូចយើងគឺមាន4គ្រាប់ដដែលបាទលេខតូចថ្ងៃនេះបាទ admin ឲ្យបាទ21បាទ14 បាទ4 6បាទខ្ទង់6 68បាទនឹងមកគ្រាប់ទៀត admin ឲ្យបាទ99ណាពុកម៉ែបងប្អូន99បាទ99សុំដាក់លេខបាទ99បាទសម្រាប់លេខនេះពុកម៉ែបងប្អូនអាចយកទៅផ្សងសំណាងបាន admin អត់មានគិតប្រាក់គិតកាក់អីទេបាទឲ្យពុកម៉ែបងប្អូនយកទៅសងសំណាងអញ្ចឹងណាបាទស្រាប់3លេខក៏មានតែ2គ្រាប់ដដែលដែរបាទ admin សុំលឿនតិចណាបាទ7បាទ52បាទមកគ្រាប់ទៀត4 9 8បាទស្រាប់លេខ3លេខយើងណា3លេខធំយើងណា admin មានប៉ុណ្ណឹងបាទស្រាប់ខ្ទង់អូសបាទខ្ទង់អូសយើងណា admin ក៏ពៀនតែ2គ្រាប់ហ្នឹងដែរបាទស្រាប់ខ្ទង់អូសadmin ឲ្យបាទអូស9បាទអូស9ក៏ដូចជាអូស5បាទខ្ទង់អូសយើងណាបាទមានតែប៉ុណ្្នឹងទេបាទសម្រាប់ថ្ងៃនេះបាទសូមឲ្យបងប្អូនសំណាងល្អហេងទាំងអស់គ្នាណាយកលេខ admin តម្រុយ admin ទៅចាក់ណាហេងបាទកុំភ្លេចជួយចុចជាវក៏ដូចជាសញ្ញាកណ្ដឹងមេដៃដើម្បីឲ្យ admin បាទមានកម្លាំងចិត្តក្នុងការធ្វើតម្រុយឲ្យពុកម៉ែបងប្អូនទស្សនាជារៀងរាល់ថ្ងៃណាបាទមានតែប៉ុណ្្នឹងទេបាទជម្រាបលាក៏ដូចជាបាយបាទទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួប
គ្នានៅថ្ងៃស្អែកទៀតបាទ